បាទជំរាបសួរបងប្អូននេះខ្ញុំនឹងបង្ហាញជូនពីការសេរី microphone ជាមួយនឹង JBL Eon 1 MK2 ហើយក្នុងវីដេអូនេះខ្ញុំលើកយកmicrophone N6 មកបង្ហាញជូនអញ្ចឹងកុំឲ្យខាតពេលតែយើងទៅមើលការសេរីទាំងអស់គ្នាខ្ញុំសូមទុក microphone សិនអញ្ចឹងមុននឹងបងប្អូនដោត microphone ចូលដុំ receiver នេះចូលយើងត្រូវបើកវាឲ្យហើយអញ្ចឹងមកតបមកមុនដោតយើងត្រូវពិនិត្យមើលថា speaker របស់យើងបើកសលេងនៅជៀសវាងយើងដោតទៅឬលាន់សលេងព្រិះគ្រុសនៅក្នុង speaker របស់យើងអញ្ចឹងយើងបិទសលេង master វាសិនមកហើយចាំយើងដោតចូលបាទយើងបិទកន្លែង gain នេះក៏បានដែរបាទយើងបិទ gain សិនមកតបមកដើម្បីសេរី microphone បងប្អូនកុំអាខ្វល់រឿង echo អីទាំងអស់ឥឡូវយើងសេរី channel លេខ1អញ្ចឹងភ្លើងវាត្រូវនៅលេខ1អញ្ចឹងយើងសេរីលេខ1អញ្ចឹងបងប្អូនចង់ប្រើ channel ផ្សេងត្រូវសេរីរំងាស់ដូចដែលខ្ញុំបង្ហាញហ្នឹងទៅបានហើយឥឡូវយើងចូលក្នុង channel 1ចុចវា1ហើយមួយយកពាក្យថានេះមូលធំនេះចុចឲ្យតូចតែមូលធំនេះមូលយកពាក្យថា input EQ មកចុចវា1មកតោះមកបងមូលបន្តមកទៀតយកពាក្យថា reset 8x នេះចុចវា1បន្ទាប់មកបងត្រូវចុចវាកន្លែងនេះចុច2ដងជាប់គ្នាអូសំទោសចុចវា1អញ្ចឹងមកតោះមកកន្លែងនេះបងត្រូវចុច2ដងជាប់គ្នាបាទទៅចុច2ដងជាប់គ្នាអញ្ចឹងមកហើយបងប្អូនឃើញប្រអប់ក្រហម4ជ្រុងហ្នឹងនៅកន្លែង HPS ហ្នឹងបាន low pass វាទៅអញ្ចឹងយើងកុំមូលទៅណាទៀតយើងចុចវាមួយទៀតចុចមួយទៀតឃើញប្រអប់ពណ៌ក្រហមហ្នឹងលោតមកក្រោមនេះហើយអញ្ចឹងយើងចុចមួយទៀតដើម្បីសេរីវាបាននេះយើងឃើញពណ៌ក្រហមដិតអញ្ចឹងមកយើងសេរីបានហើយអញ្ចឹងបងប្អូនកន្លែងនេះខ្ញុំចង់បញ្ជាក់ថាការសេរី microphone គឺអត់ដូចគ្នាទេកន្លែងនេះបានន័យថាបើសិនជា microphone យើងឮ low ឬសលេងចូលសាប់ឬក៏ងួរខ្លាំងយើងកាត់កន្លែងនេះលេខឲ្យកាន់តែធំតែបើសិនជា microphone យើងឮ low ស្រាលយើងយកលេខកន្លែងនេះកាន់តែតូចបាទអញ្ចឹងខ្ញុំប្រើជាមួយ N6 នេះខ្ញុំសេរីយកវា90ឥឡូវខ្ញុំដាក់90ចាស់បើសិនយើងស្ដាប់ទៅស្រឡះហើយយើងចាំយើងដាក់ echo ចូលអញ្ចឹងយើងដាក់90អូខេតបមកយើងបេកចេញវិញសិនមកបេកចេញមកបេកចេញចុចបេកវាមួយមកបាទយើងបេកចឹងមកតបមកយើងមើល gain នេះ gain នេះយើងអត់ទាន់បើកទេយើងបើក master សិនកាលណាបងប្អូនច្រៀងឬក៏បងប្អូននិយាយ microphone ត្រូវបើក master នេះឲ្យអស់កុំទុកវាបើកឲ្យអស់អញ្ចឹងមកតបមក gain របស់វាបងប្អូនបើកទៅតាមប្រភេទ microphone ដូចគ្នា microphone ខ្លះនេះយើងបើកត្រឹមតែលេខ10នេះលេខ10នេះត្រឹមលេខ10ហ្នឹងលឺហើយ microphone ខ្លះយើងបើកត្រឹមប៉ុណ្ណឹងអត់សូវលឺទេអញ្ចឹង N6 របស់យើងត្រូវបើករៀងធំតិចឥឡូវបើសិនជាយើងច្រៀងខាងក្នុងយើងបើកត្រឹមដក18ឬក៏20អីតិចតួចអីបានហើយ check 1 2 1 check 1 2ឥឡូវយើងយកសលេងប៉ុណ្ណឹងវាឆ្លាស់ល្មមហើយតបមកនេះអាឡែងបើកកេតនេះដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាបងប្អូនច្រៀងខាងក្រៅយើងអាចបើកខ្លាំងប៉ុន្តែកុំខ្លាំងពេកយើងស្ដាប់ទៅមកល្មមបានហើយកាលណាខ្លាំងពេកវាធ្វើឲ្យសលេងកង់ហើយនឹងធ្វើឲ្យសលេងរបស់យើងវាលែងច្បាស់វាទៅជាបែកសលេងបែកអីចឹងទៅអញ្ចឹងបងច្រៀងខាងក្រៅអាចបើកត្រឹម26អីចឹងទៅតាម microphone យើងជាក់ស្ដែងយើងអត់កំណត់ទេហ្នឹងបើសិនជាប៉ុន្តែកុំបើកអស់ពេកបាទឥឡូវខ្ញុំដាក់22ចុះហើយឡើងនេះគឺបងប្អូនអាចសេរីបន្ថែមទៀតបានឧទាហរណ៍ថាបងច្រៀងទៅសលេងបងនៅរៀងធ្ងន់យើងអាចថយបាសបានប៉ុន្តែថាបងសលេងបងវាអត់សូវធ្ងន់ទេយើងអាចថែមសលេងកន្លែងបាសនឹងមកមូលឡើងមកតែភ្លើងវាត្រូវនៅនឹងដែរមូលឡើងមកសលេងយើងធ្ងន់ជាងមុនតែឥឡូវដោយសារខ្ញុំនិយាយទៅសលេងខ្ញុំនៅរៀងធំដែរយើងថយវិញខ្ញុំថយវិញមកហើយឡើងនេះឡើង mid នេះបើសិនជាបងនិយាយទៅឮសលេងកំប៉ុងយើងអាចបន្ថយវាប៉ុន្តែបើថាវាអត់អីទេយើងដាក់ត្រឹម0មកហើយ treble នេះដូចគ្នាបងចង់បានសលេងកាន់តែលះយើងទៅឡើងវាមកអាចត្រឹម3ចុចអីបានឬក៏2ចុចឬក៏ 1.8 អីចឹងមកតែជាទៅគឺខ្ញុំសេរីដាក់0ហើយ mid នេះដូចគ្នាហើយ bass នេះដាក់ត្រឹម0ដូចគ្នាបាទតែជិះវៀងបងប្អូនទៅបើកអស់ទេអានេះក៏បើកអស់អានេះក៏បើកអស់អានេះអត់កើតទេធ្វើឲ្យសលេងរបស់យើងលែងច្បាស់ហើយវាទៅជាបែករ៉ែពេញហ្នឹងហើយយើងបើកយើងស្ដាប់មកល្មមបានហើយអញ្ចឹងយើងបើកត្រឹមនេះមកបាទ
តមកបើសិនជាយើងនិយាយទៅសលេងច្បាស់ហើយយើងដាក់ echo ម្ដងដើម្បីបើក echo បានយើងទៅចុច master អាធំនេះសិនចុចវាមួយហើយមួយយកពាក្យថា SX processing ចុចវាមួយទៀតខ្ញុំព្យាយាមធ្វើមួយតមកបងមួយយកពាក្យថា reverb by lexicon អាកន្លែងនេះត្រូវបើក on នេះលើនេះបើវាអស់យើងត្រូវបើក on មកវិញតែនេះជាទូទៅវា on ស្រាប់ហើយហើយកន្លែង reverb by lexicon យើងចូលឆែកមើលបើវា on អញ្ចឹងហើយយើង break មកវិញមួយយកពាក្យថា delay ចុចវាមួយមកហើយកន្លែង subvision នេះបងយក 1.1 មកកន្លែង delay lane នេះបងអាចយកបើសិនជាចង់បាន echo allow វែងបងយកលើហ្នឹងមកតែបើសិនជាបងចង់បានមកល្មមទេអាចត្រឹម230ហ្នឹងល្មមហើយកន្លែង feedback នេះបងយកត្រឹម50បានហើយជៀសវាងបងយកតិចពេកកាលណាយកតិចពេកបងនិយាយទៅអត់មានសលេងឡងមកវិញទេហើយបើបងយកធំពេកនេះដល់6 7 8ដល់8អីហើយ9អីហើយសលេងវាឡងខ្លាំងពេកអញ្ចឹងបងអាចយកត្រឹម50ឬក៏55ឬក៏60អីបានតបមកបងមូលមកក្រោមទៀតអាកន្លែង low pass filter នេះបងយកត្រឹម12000នេះមកបានទេឬក៏ចង់យកលើនឹងតិចក្រោមតិចក៏បានដែរតែឥឡូវខ្ញុំយកត្រឹម12000តបមក level to mix នេះយើងត្រូវបើក 0 dB អញ្ចឹងមកពេលយើងបើកអាហ្នឹងហើយយើងបែកវាចេញមកវិញឥឡូវយើងកំពុងប្រើ microphone channel 1ទៅអត់បងអញ្ចឹងយើងទៅចូលបើក delay នៅ channel 1ចុចវាមួយហើយបងមួយយកពាក្យថា SX Send នេះហើយចុចវាមួយទៀតចុចអាធំហើយយើងបើក reverb នេះបងចាំបើកខាងក្រៅនេះក៏បានដែរវាមាន volume នៅខាងក្រៅប៉ុន្តែចាក់ស្ដែង delay របស់យើងអត់មាន volume នៅខាងក្រៅទេយើងមាននៅក្នុងអញ្ចឹង reverb បើយើងចូលយើងបើកឲ្យហើយយើងអាចដាក់ដក18ឬក៏ដក16បានហើយកុំបាក់ខ្លាំងពេកកាលណាបាក់ខ្លាំងពេកធ្វើឲ្យខ្ទោខ្លាំងជ្រុលហើយ delay នេះបងចង់បានឡូបរៀងខ្លាំងអីចឹងទៅបងអាចយកដក10អីចឹងមកបាទហើយបើសិនជាថាខ្លាំងពេកបងអាចបន្ថយឡើងនឹងមកវិញថយឡើងនឹងមកវិញតែឥឡូវខ្ញុំដាក់ដក10ចុះភាគច្រើនបងគាត់ចូលចិត្ត echo រៀងខ្លាំងអញ្ចឹងលើដាក់ដក10តែប៉ុណ្ណឹងមកយើងបេកចេញមកវិញមកតែប៉ុណ្ណេះរួចរាល់ហើយបាទអញ្ចឹងវីដេអូហ្នឹងរៀងវែងបន្តិចប៉ុន្តែតើតើនឹងវីដេអូនេះពន្យល់តែពីការប្រើប្រាស់ microphone សិតទេយើងបងប្អូនចង់មើល microphone ពីការ connect Bluetooth ចាក់ចម្រៀងយើងមានវីដេអូផ្សេងទៀតវីដេអូមុនគឺបងប្អូនអាចចូលទៅមើលបានអរគុណ